online scam ជនបរទេសជាង200នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅទីតាំងអតីតកាស៊ីណូក្នុងខេត្តព្រះសីហនុជនសង្ស័យចំនួន263នាក់ស្ត្រី17នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងអតីតកាស៊ីណូ Galaxy World ស្ថិតនៅក្រុមទី6ភូមិ4សង្កាត់លេខ4ក្រុងខេត្តព្រះសីហនុក្រុមការសង្ស័យមានការលួចលបប្រតិបត្តិការបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាonline scam ជនសង្ស័យដែលបានឃាត់ខ្លួនទាំង263នាក់នោះរួមមានជនជាតិប៉ាគីស្ថាន11នាក់បង់កាដេ23នាក់ចិន207នាក់ស្ត្រី7នាក់ស្ត្រីមីយ៉ាន់ម៉ា6នាក់នេប៉ាល់4នាក់វៀតណាម7នាក់ស្ត្រី3នាក់ម៉ាឡេស៊ី4នាក់និងស្ត្រីជនជាតិឡាវ1នាក់ចំណែកវត្ថុតាងដកហូតមានកុំព្យូទ័រលើត860គ្រឿងទូរស័ព្ទ4129គ្រឿងកុំព្យូទ័រយួរដៃ16គ្រឿងនិង iPad 14គ្រឿងប្រតិបត្តិការនោះត្រូវបានដឹកនាំធ្វើឡើងកាលពីថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025នៅក្រុមការសម្របសម្រួលពីលេខាធិការស្ថាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកបឆបនិងមានការចូលរួមសហការពីអគ្គស្នងការស្ថាននគរបាលជាតិអគ្គនាយកដ្ឋានអតោប្រវេសន៍គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តនិងដោយមានការសម្របសម្រួលនីតិវិធីពីលោកឈីវអ៊ីកុងព្រះរាជអាជ្ញាធររងនៃអន្តរការអមសាលាដំបងខេត្តព្រះសីហនុបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យនិងឈានដល់បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើក្រោយការបង្កាប់នេះសមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការតាមផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខណៈជនសង្ស័យនិងវត្ថុតាងត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអតោប្រវេសន៍និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តតាមនីតិវិធីច្បាប់ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្ដោះអាសន្ននិងប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ4ក្រុងខេត្តព្រះសីហនុជាអ្នកគ្រប់គ្រងរងចាំអនុវត្តនីតិវិធីបន្តសូមបញ្ជាក់ថាក្នុងក្របខ័ណ្ឌយុទ្ធនាការបោះសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះសមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានការលើកលែងឡើយ